ផ្នែកដកកន្ទុយថ្លែនផ្នែកស្ងួតព្រិលភ្នែកស្រវាំងភ្នែកអសាធ្វើទុករមាស់រកាំក្រហមក្រហាយចាក់នៅក្នុងភ្នែកទើសនៅក្នុងភ្នែកអសាក្តៅក្នុងភ្នែកហ៊ីហូទឹកភ្នែកចានេះគឺជាអាការៈធ្វើទុកនៃបញ្ហាភ្នែកដកកន្ទុយថ្លែននិងអាការៈភ្នែកស្ងួតបើសិនជាបងប្អូនមានបញ្ហាដូចនឹងខ្ញុំបានលើកឡើងបាញ់មិញនេះចាសូមកុំមានការព្រួយបារម្ភអីពីព្រោះខាងយើងខ្ញុំមានជាផលិតផលឱសថគ្រាប់សម្រាប់លេបជួយដំណោះស្រាយបញ្ហាភ្នែកដកកន្ទុយថ្លែនឲ្យរលាយជ្រះស្អាតចេញពីភ្នែករបស់យើងម្ដងបន្តិចហើយបញ្ហាដូចជាស្ងួតភ្នែកចុកខ្សោយព្រិលភ្នែកស្វាងអសារលាករកាំរមាស់បញ្ហាទាំងអស់ហ្នឹងចន្លោះ3ទៅ5ថ្ងៃយើងនឹងដឹងពីប្រសិទ្ធភាពយើងនឹងបានធូរស្បើយទៅតែម្ដងហើយមួយសប្តាហ៍ឡើងទៅចាភ្នែកដកកន្ទុយថ្លែនដែលដុះនៅលើភ្នែករបស់យើងនឹងចាប់ផ្ដើមចារៀបស្ដើងបន្តិចម្ដងឲ្យយើងឃើញជាក់ស្ដែងតែម្ដងពុកម៉ែបងប្អូនផលិតផលនេះគឺផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនដែលគាត់មានបញ្ហាភ្នែកដកកន្ទុយថ្លែនចាគាត់អត់មានពេលទៅបកគាត់អត់មានពេលថែទាំចាអាចអញ្ជើញឱសថធម្មជាតិនេះយកទៅញ៉ាំបានចាយើងអាចធ្វើកិច្ចការងាររកស៊ីបានធម្មតាហើយជាផលិតផលមានស្តង់ដារខ្ពស់ចាมันមានផលប៉ះពាល់ដល់សុខភាពទេបងប្អូនពុកម៉ែបងប្អូនដែលគាត់មានបញ្ហាដូចនាងខ្ញុំបានរៀបរាប់ចាប់អារម្មណ៍ជាមួយនឹងផលិតផលនេះចង់បានយកទៅទទួលទានចាអាចទំនាក់ទំនងមកខាងនាងខ្ញុំបានចាដើម្បីសាកសួរព័ត៌មានឲ្យបានលម្អិតនិងជ្រើសរើសយកទៅប្រើត្រូវប្រើ1មុខ2មុខឬក៏3មុខនាងខ្ញុំរៀបចំទៅតាមស្ថានភាពកម្រិតភ្នែកចាអាចតាក់ទងមកខាងនាងខ្ញុំបានតាមរយៈ Telegram 068 55 3គុត9គុត0 7គុត26 46 62 017 63 57 17ចានាងខ្ញុំមានប៉ុណ្ណេះចាសូមអរគុណ